បាទឆ្លើយតបទៅនឹងសំណួរបងប្អូនដែលសួរបញ្ជាក់អំពីថាតើហេតុអីបានជាឆាប់ចេញនៅពេលដែលគេជាមួយដៃគូបាទអញ្ចឹងចំពោះសំណួរនេះគឺខ្ញុំបានចេញវីដេអូច្រើនតាក់ទងទៅនឹងមូលហេតុនេះប៉ុន្តែបងប្អូននៅតែក៏សួរបន្ថែមអញ្ចឹងណាបាទអញ្ចឹងខ្ញុំចង់បញ្ជាក់បន្ថែមអំពីបញ្ហានេះបាទអញ្ចឹងជាទូទៅបងប្អូនកាលណាយើងមានបញ្ហាឆាប់ចេញនៅពេលដែលគេជាមួយដៃគូសំខាន់បំផុតយើងត្រូវកណ្ដុតចេះសិនថាតែឆាប់ចេញហ្នឹងយមន័យរបស់អត្តន័យនៃការឆាប់ចេញហ្នឹងប្រមាណអញ្ចឹងជាទូទៅគេគិតរយៈពេលថាបើសិនជាយើងគេងជាមួយដៃគូហ្នឹងដូចថាក្នុងរង្វង់ជុំវិញ1នាទីអញ្ចឹងណាបាទអាចថា1នាទីជាង7ឬក៏តិចជាង1នាទីអីចឹងទៅអាហ្នឹងគេឲ្យយល់ន័យថាជាការឆាប់ចេញហើយបាទអញ្ចឹងកាលណាឆាប់ចេញអញ្ចឹងវាជាបញ្ហាអញ្ចឹងកាលណាបញ្ហាវាអាចជារឿងមួយដែលថាអាចជាការមកពីយើងមានបញ្ហាគេហៅថារលាកបង្ហួរដុំខាងក្នុងណានៅខាងក្នុងរបស់ប្រភេទរបស់យើងហ្នឹងអញ្ចឹងកាលណាមានបញ្ហាអញ្ចឹងវាអាចធ្វើឲ្យឆាប់ហ្នឹងហើយបាទទី2យើងត្រូវសង្កេតមើលស្បែកខាងចុងយើងនឹងបើសិនជាស្បែកខាងចុងយើងនឹងមានឧទាហរណ៍ថាវាអាចជាប្រេះឬក៏វាអាចជារឹបឬក៏វាពិបាកបន្លាត់អីចឹងអាហ្នឹងក៏ជាបញ្ហាដែរបាទហើយមួយទៀតជាងការយើងត្រូវសង្កេតមើលតើវាមានសញ្ញានៃការក្រហមឬក៏រលាកឬក៏រោលឬក៏ទាំងខាងចុងទាំងស្បែកអីហ្នឹងអាហ្នឹងក៏វាជាបញ្ហាដែរបាទហើយមួយទៀតតកតងទៅនឹងជាការគេថាអេរិយាបថនៃការយើងគេជាមួយដៃគូអញ្ចឹងណាបាទដូចថាអេរិយាបថរបៀបដូចថាម៉ាស៊ីនផុងអីចឹងទៅអាហ្នឹងក៏អេរិយាបថហ្នឹងក៏វាអាចជាមូលហេតុដែលធ្វើឲ្យយើងមានបញ្ហានឹងដែរហើយមួយទៀតកាលណាយើងមានបញ្ហាអញ្ចឹងយើងត្រូវគិតទៅដល់ជាពិសេសអ្នកដែលមានអាយុច្រើនបន្តិចអញ្ចឹងណាយើងត្រូវគិតទៅដល់រឿងគឺថាបញ្ហាខ្សោយផ្លូវភេទបាទអញ្ចឹងយើងត្រូវមើលតើបញ្ហាយើងអត់ទៅមានវិបត្តិការមិនឡើងរឹងឬក៏ជាការយើងមានការថាជំងឺ stress ឬក៏ជំងឺជាការវាអាចមានបញ្ហារឿងដែលថាវិបត្តិហូម៉ូនបរិសុទ្ធអីចឹងបាទហើយមួយទៀតជាការអាចយើងនិយាយថាមិនសូវមានបទពិសោធន៍នឹងស្នេហាអីជាដើមអញ្ចឹងទាំងអស់នេះជាបញ្ហាដែលថាអាចធ្វើឲ្យមានការចាប់ចេញបាទអរគុណ